Bạnសួស្តីបងប្អូនទាំងគ្នាជួបជាមួយលោកគ្រូបន្តទៀតបាទថ្ងៃនេះលោកគ្រូមកបង្ហាញបងប្អូនអំពីភាសាតេស្តស្តង់ដារឆ្នាំទី1ថ្នាក់ទី5ភាសាតែសេចក្តីបាទរយៈពេលរបស់គេគឺ40នាទីបាទថ្នាក់ទី5លោកគ្រូអត់សូវបានធ្វើចេញភាសាញឹកញាប់ឲ្យទេបាទដោយសារលោកគ្រូគាត់បានទៅថ្នាក់ទី5ប៉ុន្តែលោកគ្រូនឹងឆ្លៀតធ្វើឲ្យបានច្រើនដើម្បីបង្ហាញបងប្អូនដើម្បីយកទៅសិក្សារៀនសូត្របន្តទៀតបាទចឹងប្រធានបទនៅក្នុងឆមាសនេះតេស្តឆមាសនេះគឺចូលអ្នកសរសេររឿងខ្លីមួយដោយបង្កើតខ្លឹមសាររឿងខ្លួនឯងចឹងថាយើងអង្គុយនិពន្ធរឿងនៃខ្លួនឯងទោះជាស្មើសម័យទៅខ្លួនឯងបាទឥឡូវលោកចូលទៅក្នុងតិចបាទអញ្ចឹងមុននឹងសរសេររឿងអញ្ចឹងមុនសរសេររឿងបងប្អូនទាំងអស់គ្នាត្រូវគិតទៅលើចំណុច4នេះបាទចំណុចទី1គឺតួអង្គបាទតើបងប្អូនបានកំណត់តួអង្គអ្វីខ្លះនៅក្នុងរឿងហ្នឹងយើងអង្គុយសម័យអស់ផ្លែតទៅយើងចង់ដាក់តួអង្គប្រមាណអញ្ចឹងបើសិនជារឿងខ្លីតួអង្គវាមិនច្រើនប្រមាណដែរបាទមុំទៅតួអង្គមានតួអង្គសំខាន់តួអង្គបន្ទាប់បន្សំតួអង្គរងអីចឹងទៅបាទណាតែយើងអត់មិនសរសេរព្រាយឈ្មោះចឹងទេបាទបើយើងគិតទុកមុនក្រងទុកមុនជំនុំទៀតគឺកាលអាកាសកាលកាលកាលគឺកាលពេលវេលាបាទទីកន្លែងពេលវេលានិងទីកន្លែងដែលរឿងកើតមានឡើងបាទកើតទៅពេលណាកើតនៅកន្លែងណាចឹងទៅណាយើងត្រូវរំលេចនៅក្នុងសាច់រឿងរបស់យើងដែរចំណុចមួយទៀតគឺព្រឹត្តិការណ៍រឿងព្រឹត្តិការណ៍រឿងគឺជាហេតុការណ៍ដែលកើតមាននៅក្នុងរឿងបាទចឹងប្រសិនបើរឿងខ្លីយើងគួរបង្កើតព្រឹត្តិការណ៍មកម្ល៉េះមិនច្រើនពេកទេអញ្ចឹងបើសិនជាចង់បានរឿងវែងយើងបង្កើតព្រឹត្តិការណ៍ច្រើនតិចទៅចំណុចទៀតគឺគំនិតអប់រំក្នុងរឿងគំនិតអប់រំក្នុងរឿងគឺគោលបំណងនៃការសរសេររឿងរឿងដែលបងប្អូនបំរុងនឹងសរសេរហ្នឹងតើវាមានគំនិតអប់រំដូចនេះខ្លះចង់ឲ្យយ៉ាងម៉េចចឹងណាបងប្អូនណាបាទបើស្អីទេលោកគ្រូទៅបង្ហាញសាច់រឿងមួយដែលលោកគ្រូបានបង្កើតឡើងរឿងការភ្ញាក់រលឹករបស់វុទ្ធីនៅជាយភូមិសម្បូរមានគ្រួសាររបស់ក្មេងប្រុសម្នាក់ឈ្មោះវុទ្ធីអញ្ចឹងកន្លែងនេះគឺបង្ហាញពីទីកន្លែងហ្នឹងណាអូអាចដាក់ភូមិឃុំស្រុកខេត្តអីក៏បានដែរដាក់មកអស់អញ្ចឹងក៏បានឬដាក់តែឈ្មោះភូមិអញ្ចឹងក៏បានភូមិអីក៏បានដែរដាក់ឈ្មោះក្រៅពីហ្នឹងក៏បានហើយឈ្មោះតួអង្គអញ្ចឹងប៉ុន្តែដាក់តួអង្គអីផ្សេងក៏បានគាត់រស់នៅជាមួយម្ដាយក្នុងផ្ទះឈើប្រក់ស្លឹកមួយដែលនៅក្រៅផ្ទះមានវាលស្រែធំល្វឹងល្វើយបាទអញ្ចឹងយើងពណ៌នាអំពីទីតាំងទីផ្ទះរបស់គាត់ផ្ទះរបស់គាត់ផ្ទះឈើប្រក់ស្លឹកហ្នឹងណាហើយនៅក្រៅផ្ទះហ្នឹងមានវាលស្រែធំល្វឹងល្វើយហ្នឹងណាបាទយើងអាចពណ៌នាអីខ្លះៗចឹងបានឪពុករបស់គាត់បានស្លាប់ទៅហើយនៅសល់តែម្ដាយប្រឹងធ្វើស្រែចម្ការចិញ្ចឹមគាត់ឲ្យបានរៀនសូត្របាទអញ្ចឹងន័យថាគាត់ជាកូនកំព្រាឪពុកគាត់នៅជាមួយម្ដាយជាកសិករទេវុទ្ធីធ្លាប់ជាក្មេងពូកែប៉ុន្តែចាប់តាំងពីបានទូរស័ព្ទមួយគ្រឿងដែលម្ដាយទិញឲ្យសម្រាប់សិក្សាបន្ថែមតាមអនឡាញគាត់ក៏បានទាញយកហ្គេមហើយដោនឡូតអញ្ចឹងណាបងប្អូនបាទទាញយកហ្គេមមកលេងរហូតដល់វក់ភ្លេចការសិក្សារៀនសូត្រក្នុងកន្លែងនេះមានន័យថាគាត់ធីនឹងដើមហើយគាត់រៀនបកាយតែពេលបានទូរស័ព្ទមកគាត់ប្រឹងលេងតែហ្គេមអញ្ចឹងទៅណាបាទរៀនសិក្សាអនឡាញដូចឥឡូវនេះយើងរៀនតាម PLP បាទគាត់អាចរៀនសិក្សាតាម YouTube តាមអីដូចអញ្ចឹងបើក YouTube បើកអីមើលទៅមើលមេរៀនមើលអីរបៀបដោះស្រាយអីផ្សេងៗលោកគ្រូអ្នកគ្រូក៏ធ្វើវីដេអូគ្រប់ទៅកម្រិតថ្នាក់ហ្នឹងជាថាតាំងពីមត្តេយ្យរហូតដល់វិទ្យាល័យមហាវិទ្យាល័យក៏មានដែរបាទអញ្ចឹងគាត់អត់បានរៀនទេប៉ុន្តែគាត់ដោនឡូតយកហ្គេមមកលេងរហូតដល់ភ្លេចការសិក្សារៀនសូត្ររាល់ថ្ងៃបន្ទាប់ពីត្រឡប់មកពីរៀនសាលារៀនវុទ្ធីចាប់ទូរស័ព្ទលេងហ្គេមរហូតដល់យប់ជ្រៅអាចថាលេងមកលេងរហូតអញ្ចឹងណាហូបបាយហូបអីធ្វើការតិចតួចលេងទៀតរហូតដល់យប់ជ្រៅអញ្ចឹងទៅគាត់ភ្លេចអាហារបាទគេថាភ្លេចញ៉ាំអាហារអញ្ចឹងណាស្ទើរតែភ្លេចញ៉ាំអាហារអាចចេញចូលមកភ្លេចកិច្ចការផ្ទះបាទកិច្ចការផ្ទះដែលគ្រូដាក់ឲ្យមកកិច្ចការផ្ទះដែលត្រូវជួយម្ដាយដែលជាកសិករចឹងអត់បានជួយទេក៏លែងពួកដេញហ្គេមមកភ្លេចសូម្បីតែសន្យាថានឹងជួយម្ដាយដាំដំណាំអីជាដើមបាទចឹងគាត់ភ្លេចអាចបងប្អូនអាចសេបញ្ចេញចូលទៅមកភ្លេចទាំងសន្យាថា
រៀនឲ្យបានលេខឬក៏បានបន្ទុកល្អអីជូនអ្នកម្ដាយគាត់ភ្លេចអស់ហើយដោយសារតែទូរស័ព្ទបាទមីងសំមីងសំគឺជាម្ដាយរបស់វុធីកន្លែងនេះគូចូលបន្ទាត់បាទចុះបាទមីងសំគឺជាម្ដាយរបស់វុធីអញ្ចឹងឈ្មោះម្ដាយរបស់វុធីឈ្មោះមីងសំដែលយើងរៀបរាប់មិញហ្នឹងណាគាត់ជាស្ត្រីមេម៉ាយម្នាក់ដែលមានការតស៊ូខ្ពស់រាល់ព្រឹកព្រលឹមមីងចុះធ្វើស្រែចម្ការក្រោមពន្លឺថ្ងៃដ៏ក្តៅពន់ពេកដើម្បីបានប្រាក់មកចិញ្ចឹមកូននិងឲ្យកូនបានទៅរៀនដូចគេឯងចឹងរៀងរៀបរាប់ពីការងាររបស់មីងគាត់ព្រលឹមឡើងគាត់ចេញទៅធ្វើការធ្វើស្រែធ្វើចម្ការក្រោមកម្ដៅថ្ងៃក្តៅហួតហែងហ្នឹងណាបានបីបានប្រាក់ទៅចិញ្ចឹមកូនឲ្យកូនបានទៅរៀនអញ្ចឹងការលះបង់របស់គាត់ការតស៊ូរបស់គាត់ខ្ពស់គោលបំណងធំរបស់គាត់គឺមិនចង់ឲ្យកូនលំបាកដោយគាត់ដែរនាពេលអនាគតម្ដាយឪពុកគ្រប់រូបមិនចង់ឃើញកូនលំបាកទេគាត់លំបាកឆ្អែតហើយអញ្ចឹងគាត់ចង់ឲ្យកូនហ្នឹងអនាគតទៅកុំលំបាកដូចគាត់ទៀតបើសិនជាគាត់ជាកសិករឬក៏គាត់មិនចេះអានអក្សរមិនចេះអីក៏ដោយអញ្ចឹងកូនកុំដូចគាត់ត្រូវខំប្រឹងឲ្យលើគាត់ណាហើយយ៉ាងហោចក៏បានចេះដឹងចិញ្ចឹមខ្លួនឯងបានមិនចិញ្ចឹមគាត់ចាំតែខ្លួនឯងទៅរស់ទៅបានហើយពេលខ្លះគាត់សម្រេចចិត្តបានហើយបាទនេះគោលដៅពេលខ្លះគាត់ទៅស៊ីឈ្នួលគេដើម្បីបានប្រាក់កម្រៃមកចិញ្ចឹមកូនប្រាក់ដែលរកបានគាត់មិនហ៊ានហូបអីឆ្ងាញ់ទេរហូតដល់ពេលខ្លះទៅជាឈឺឬខ្យល់កក៏មានអញ្ចឹងម្ដាយឪពុកខ្លះដែលគាត់តែងនិយាយថាគាត់រិះតែមាត់ខ្លួនឯងទេបាទរិះតែមាត់ខ្លួនឯងនិយាយថាមិនហ៊ានហូបឆ្ងាញ់ទេខ្លួនឯងបានអីចឹងនឹកឃើញកូនមុនហើយនឹកឃើញកូនមុនគេបាទអញ្ចឹងដល់ពេលអាហារដែលគាត់ហូបមិនសូវឆ្ងាញ់មិនសូវគ្រប់គ្រាន់គាត់អត់សូវមានកម្លាំងទេអញ្ចឹងទៅជាឈឺទៅជាខ្យល់កអីក៏មានដែរអញ្ចឹងហេតុដែលគឺចង់បានប្រាក់ហ្នឹងឲ្យកូនរៀនឲ្យកូនបាទមានរបស់របរប្រហែលគេអញ្ចឹងទៅនេះហើយជាការលះបង់របស់ឪពុកម្ដាយស្ទើរតែគ្រប់រូបហើយបាទស្ទើរតែគ្រប់រូបចំណែកវិធីវិញមួយថ្ងៃវក់តែលេងហ្គេមដោយពុំសូវខ្វល់ខ្វាយពីការងារផ្ទះនិងសុខទុក្ខរបស់ម្ដាយទេបាទអញ្ចឹងគាត់វក់វៃទៅចឹងឯងហ្នឹងអញ្ចឹងប្រហែលជាសាច់រឿងមែនទែនមិនដល់ថ្នាក់ហ្នឹងទេបាទតែពូសេមកវាអញ្ចឹងហើយវាលក្ខណៈទៅមើលទៅធ្ងន់ធ្ងរបន្តិចវក់ខ្លាំងអ្នកខ្លះវក់ខ្លាំងអញ្ចឹងមែនមានកូនសិស្សលោកគ្រូបរៀនរាល់ថ្ងៃមានអ្នកខ្លះគាត់វក់លេងហ្គេមដល់យប់ជ្រៅដែរបាទអញ្ចឹងមើលភ្នែកមើលអីសួរនាំទៅដឹងការសិក្សារបស់វិធីចេះតែខ្សោយទៅខ្សោយទៅលោកគ្រូអ្នកគ្រូមិត្តភ័ក្តិនិងម្ដាយរបស់គេខិតខំណែនាំឲ្យឈប់លេងហ្គេមយ៉ាងណាក៏គេពុំព្រមឈប់ឡើយអញ្ចឹងការរៀនសូត្ររបស់គាត់ធ្លាក់ចុះបន្ទុកក៏ចុះលោកគ្រូអ្នកគ្រូមិត្តភក្តិម្ដាយដែរម្ដាយតែមួយរបស់គាត់ហ្នឹងណែនាំមិនឲ្យគាត់មិនព្រមស្ដាប់ព្រោះគាត់វក់ខ្លាំងហើយវក់ខ្លាំងចង់ឈប់ទេអញ្ចឹងទៅមុខទៀតណាដោយនិយាយពុំស្ដាប់ពុំធ្វើតាមមីងសំមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងពេលខ្លះរហូតដល់គេងលក់សុំទោសគេងមិនលក់ថែមទៀតផងអញ្ចឹងគាត់បារម្ភព្រួយថ្ងៃក្រោយកូននឹងទៅយ៉ាងណាហើយបើសិនជាទៅមុខទៀតគាត់ភ្លេចខ្លួនជាមិនបានកូនរស់នៅយ៉ាងម៉េចអញ្ចឹងគាត់ព្រួយគ្រប់បែបគ្រប់យ៉ាងតែម្ដងណាបងណាបាទមកប៉ាខ្លះគាត់គេងលក់ទេមួយយប់គិតច្រើនពេកអញ្ចឹងបាទពេលខ្លះមិញអង្គុយដកដង្ហើមធំយំតែម្នាក់ឯងតូចចិត្តនឹងទង្វើកូនរបស់គាត់បាទសូមកុំធ្វើឲ្យអ្នកមានគុណស្រក់ទឹកភ្នែកដោយសារខ្លួនឯងណាដោយសារយើងទាំងអស់គ្នាបាទធ្វើម៉េចឲ្យគាត់សប្បាយចិត្តបាទទៅទៀតហត់ទាំងចិត្តហត់ទាំងកាយសុខភាពសុខភាពរបស់មិញសមចាប់ផ្ដើមចុះខ្សោយចឹងតែគាត់គិតច្រើនគាត់ហូបមិនសូវបានគាត់គេងពុំសូវលក់ចឹងហត់ទាំងកាយព្រលឹមឡើងទៅធ្វើការងារចិត្តក៏ហត់ព្រួយបារម្ភខ្វល់ខ្វាយរហូតចឹងអត់យូរទេធ្លាក់ខ្លួនឈឺហើយបាទតទៀតថ្ងៃមួយពេលក្មេងចេញមកពីរៀននេះតើតពេលវេលាអីចឹងណាបាទ
ពេលព្រឹកព្រលឹមលោកគ្រូសេខាងលើហ្នឹងអញ្ចឹងអាហ្នឹងគឺជាពេលវេលាពេលក្មេងចេញមកពីរៀនគាត់ក៏ត្រឡប់មកពីខ្សែវិញដែរបាទសំដៅវិញដែរផងវិញដែរនេះដល់មុខផ្ទះមិញសំប្រែជាងងឹតមុខណាគាត់ហាក់ដូចជាងងឹតមុខស្រែកហៅកូនប្រុសឲ្យមកជួយដោយសំឡេងខ្សើៗតែវុធីពុំបានស្ដាប់ឮទេព្រោះរវល់លេងហ្គេមបាទអញ្ចឹងពេលដល់ផ្ទះអញ្ចឹងគាត់ហាក់ដូចជាងងឹតមុខអញ្ចឹងណាបងណាបាទអ្នកណាធ្លាប់ងងឹតមុខដឹងហើយអញ្ចឹងពេលដេកញើសជែកខ្លួនស្រុបអញ្ចឹងហើយទោះបីហៅអ្នកណាក៏ហៅមិនលឺលោកគ្រូធ្លាប់ដែរពីក្មេងអាហ្នឹងដូចជាយើងឈឺអញ្ចឹងបេកញើសស្រាក់ៗមកផ្លែតអញ្ចឹងណាហៅបងនៅជិតហ្នឹងមិនឆ្ងាយប៉ុន្មានប្រហែលជា5 ម៉ែត្រពីគ្នាទេហៅអត់ឮទេខ្សើគេអត់ឮទេណាយើងទៅជាក់ខ្លួនស្រិបស្រុបទាំងតតែមានអ្នកដើរមកជិតមិនដឹងតែយើងបាទឈឺអីគេឲ្យទឹកក្តៅគេបក់គេឲ្យទឹកក្តៅអីហូបស្លាស់ខ្លួនចឹងស្វាងមកវិញចឹងទៅប៉ុន្តែសម្រាប់មនុស្សចាស់វាពិបាកបន្តិចគាត់បូកលេងហ្គេមគាត់អត់សូវឮទេអត់សូវចាប់អារម្មណ៍នឹងសំឡេងនរណាណាដែលហៅទេជួនជាពេលនោះមានអ្នកជិតខាងម្នាក់បានឃើញក៏រត់មកជួយហើយស្រែកហៅវុធីឲ្យមកជួយគ្រាចឹងវុធីចាប់ផ្ដើមឮវុធីក៏បានយំបាទណាស់ទៅណោះបាទវុធីក៏បានយំនិងក្រាបក្បាលសំពះសុំទោសអ្នកមានគុណព្រោះមុននេះបន្តិចគេស្ទើរតែបាត់បង់ម្ដាយជាទីស្រឡាញ់ហើយបានរៀបរាប់ពីកំហុសឆ្គងទាំងអស់ដែលខ្លួនបានធ្វើកន្លងមកហើយបានសន្យាថាគេនឹងកែខ្លួនឈប់លេងហ្គេមខិតខំរៀនសូត្រឲ្យពូកែដូចមុនជួយកិច្ចការផ្ទះនិងមិនធ្វើឲ្យម្ដាយពិបាកចិត្តបាទម្ដាយយំអោបកូនប្រុសតែមួយរបស់គាត់ដោយក្តីមេត្តាចឹងកន្លែងនេះវុធីចាប់ផ្ដើមដឹងខ្លួនណាប្រហែលជាពេលដែលអ្នកជិតខាងមកជួយគេនឹងក៏បានបដៅថែមទៀតចឹងទៅបាទធ្វើឲ្យគាត់ពិបាកចិត្តធ្វើឲ្យគាត់ចឹងគាត់ឈឺគាត់អីចឹងណាចឹងគាត់ដឹងខ្លួនថាមកពីអាហ្នឹងអាហ្គេមហ្នឹងដែលធ្វើឲ្យគាត់ប្រែប្រួលអស់ពីកូនល្អពីកូនដែលរៀនពូកែទៅជាកូនដែលរៀនខ្សោយហើយមិនសូវខ្វល់ពីម្ដាយតែមួយរបស់ខ្លួនហ្នឹងណែទីពីរអ្នកម៉ែកូនចឹងណាតាមសាច់រឿងចឹងគ្រូបញ្ឆេបន្ថែមទៅហេតុអីបានលោកគ្រូមិនអានរ៉ាវៗលោកគ្រូបានបញ្ចូលបញ្ចេញបញ្ចូលដើម្បីឲ្យបងប្អូនយល់ពីគំនិតនៃការសរសេររឿងហ្នឹងហើយបងប្អូនគាត់តែស្ដាប់ហើយអង្គុយសរសេរតាមសាច់រឿងឬក៏ស្តីរឿងគ្រូក៏បានមិនចាំចូលចាំទេសំខាន់យល់ហើយសរសេរបានចាប់ពីពេលនោះមកវុធីក្លាយជាមនុស្សថ្មីទាំងស្រុងគេបានយកទូរស័ព្ទរបស់គេមកលុបហ្គេមចោលដើម្បីសេវាយកការសិក្សាវិញជាងចោលហ្គេមសេវាយកវិជ្ជាវិញណារាល់ថ្ងៃបន្ទាប់ពីរៀនចប់បាទគាត់ប្រញាប់ធ្វើកិច្ចការផ្ទះគាត់គឺវុធីធ្វើកិច្ចការផ្ទះរួចចុះទៅជួយម្ដាយនៅក្នុងស្រែចម្ការរបស់គាត់ចឹងចឹងគាត់ធ្វើតែខំរៀនធ្វើអីរួចហើយគាត់ទៅជួយម៉ែគាត់ទៅដាំបន្លែឬទៅជួយច្រូតស្មៅច្រូតអីចឹងទៅបកស្មៅគាត់អីចឹងទៅណាបាទពេលទំនេរគាត់អានសៀវភៅបាទរៀនមេរៀនបន្ថែមហើយលទ្ធផលសិក្សាក្នុងថ្នាក់របស់គាត់បាទអូខេហ្នឹងក៏បានប្រសើរឡើងជាលំដាប់នៅចុងឆ្នាំសិក្សាវុធីទទួលបានសរសើរម្ដាយរបស់គេសប្បាយចិត្តណាស់ចាប់ពីពេលនោះមកវុធីនិងម្ដាយរស់នៅដោយសុភមង្គលនិងរីករាយក្រៃលែងចឹងចប់បាទនៅក្នុងរឿងនេះតើបងប្អូនយល់យ៉ាងណាដែរបាទអញ្ចឹងគោលបំណងនៃការសរសេររឿងនេះគឺបាទគោលបំណងរបស់លោកគ្រូគឺអ្នកគោលបំណងគឺចង់ឲ្យកុមារទាំងអស់គ្នាណាបាទកុំវក់នឹងលេងហ្គេមខាងពេកបាទអញ្ចឹងអ្នកខ្លះបានលេសអ្នកគ្រូឲ្យរៀនតាមទូរស័ព្ទអញ្ចឹងទៅរំអុកនៃឪពុកបីបានទិញទូរស័ព្ទទិញអីអញ្ចឹងទៅម្នាក់ខ្លះអត់ទេគាត់យកទូរស័ព្ទតាមមករៀនអីចឹងទៅអ្នកខ្លះបានទូរស័ព្ទហើយគាត់រៀនមកថារៀនមួយផ្លែតអញ្ចឹងទៅរៀនមិនដល់កន្លះម៉ោងឬក៏10 នាទី20 នាទីអញ្ចឹងបាទគាត់ចំណាយពេលលេងហ្គេមរាប់ម៉ោងអញ្ចឹងមិនចេះអញ្ចឹងប្រសិនបើបងប្អូនទាំងអស់គ្នាកំពុងតែវក់លេងហ្គេមអញ្ចឹងគួរតែបោះបង់វាចោលទៅតែយើងលេងកាន់តែលេងកាន់តែវក់តែបើយើងឆ្លៀតពេកផ្ដាច់វាចោលមកពេលហ្នឹងថ្ងៃក្រោយយើងលែងចង់លេងវាយើងចង់រៀនវិញ
ចឹងមានប៉ុណ្ណឹងបងប្អូនសាច់រឿងនិពន្ធមកប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងគ្នាអាចយកទៅបាទធ្វើជាគំនិតបន្ថែមហើយទៅសេសាច់រឿងបញ្ចេញបញ្ចូលបន្ថែមដល់ខ្លួនឯងចុះបាទអរគុណជួបគ្នានៅក្នុងបន្តទៀតបាទ